បាទជំរាបសួរបងប្អូនអ្នករៀនភាសាអង់គ្លេសទាំងអស់ថ្ងៃនេះគឺខ្ញុំសូមលើកយកតាក់ទងទៅនឹងphonics បាទតើ phonics ហ្នឹងជាអ្វីបាទបើតាមនយោបាយហ្នឹងphonics is a method of teaching people to read based on learning the sounds that letters represent មានន័យថាការអានអក្សរមួយឬក៏ពាក្យមួយគឺអាស្រ័យទៅលើនៃការអក្សរហ្នឹងដែលតំណាងបាទឧទាហរណ៍ថាអក្សរ A តំណាងដោយសំឡេង A អក្សរ B តំណាងដោយសំឡេង A អញ្ចឹងណាបាទជាទូទៅក្នុងមេរៀននេះគឺពាក្យនីមួយៗអក្សរនីមួយៗគឺគេហៅថាជាការពាក្យដែលចាប់ផ្ដើមដោយអក្សរហ្នឹងឬក៏អក្សរហ្នឹងនៅឈរកណ្ដាលឬក៏នៅតួខាងចុងបាទហើយបើជាអក្សរហ្នឹងនៅខាងចុងឧទាហរណ៍ថាដូចជាពាក្យ dog បាទគឺអក្សរ D គឺនៅខាងដើមដែលមាន highlight ពណ៌ខ្ញុំដាក់ពណ៌ផ្កាឈូកណាបាទហើយបើសិនជា D នឹងនៅកណ្ដាលគេឧទាហរណ៍ដូចជាពាក្យ ladder បាទអញ្ចឹងមានថាអក្សរ L A D គឺយើងប្រកបអក្សរ D នៅតួកណ្ដាលបាទហើយចុងបញ្ចប់នោះគឺពេលអក្សរនោះគឺនៅផ្នែកខាងចុងដូចជាពាក្យmat បាទគឺ M U D បាទអក្សរ D នៅខាងចុងនេះគ្រាន់តែការខ្ញុំបង្ហាញ highlight ខ្លីៗទេបាទជាបន្តគឺយើងសូមទៅរកនឹងអក្សរដែលចាប់ផ្ដើមដំបូងនៃពាក្យដែលសម្រាប់ព្យញ្ជនៈឬក៏ initial beginning letters for consonant បាទសម្រាប់អក្សរ A បាទអក្សរ A នៅទីនេះគឺដើរតួជាស្រៈបាទដែលថាមានសំឡេងខ្យល់ A ដូចជាពាក្យ make ពាក្យ take name same baby lady and game ដែលអក្សរ A ហ្នឹងសំឡេងខ្យល់ស្រៈ A ហ្នឹងគឺខ្ញុំបានអក្សរ highlight ពណ៌លឿងបាទក្នុងនោះគឺអក្សរ A ដដែលប៉ុន្តែសំឡេងវាខ្យល់ A បាទសំឡេងខ្យល់ A បាទតែថាមិនមែនជា A ចំទេលក្ខណៈខ្យល់ A បាទដូចជាពាក្យ apple cat map ants lambs hat បាទនេះគឺសំឡេងអក្សរ A ប៉ុន្តែខ្យល់ A បាទហើយជាបន្តគឺអក្សរ B បាទអក្សរ B គឺតំណាងដោយអក្សរខ្យល់អក្សរ បបាទអក្សរ បជាភាសាខ្មែរយើងណាបាទដូចជាពាក្យ ball big bee bird book boy bike ជាមានថាមកកញ្ចប់ហ្នឹងគឺពាក្យទាំងអស់ហ្នឹងគឺចាប់ផ្ដើមដោយអក្សរ B គឺសំឡេងខ្យល់អក្សរ បបាទសម្រាប់ដោយឡែកសម្រាប់អក្សរ C វិញគឺជាប្រភេទអក្សរដែលមាន2សំឡេងបាទដែលទី1ហ្នឹងគឺគេហៅថាអក្សរ C ស្មើនឹងសំឡេងអក្សរ K អក្សរ K បាទ C K បាទដែលស្មើនឹងអក្សរខ្មែរគឺកខកខបាទហើយសំឡេង C ទៀតសោតហ្នឹងបើសិនជាយើងសរសេរនៅក្នុងពាក្យនៅក្នុងភាសាអង់គ្លេសគឺគេហៅថា hard C គឺមានន័យថាសំឡេង C បែបធ្ងន់ដូច្នេះបើសិនជា C ហ្នឹងចាប់ផ្ដើមដោយប្រកបជាមួយស្រៈ A ស្រៈ O U គឺអក្សរ C នេះគឺសំឡេង sound K សំឡេងអក្សរ K បាទឧទាហរណ៍ជាក់ស្ដែងដូចជាពាក្យ cat car cow cup cook បាទអញ្ចឹងមានន័យថាពាក្យទាំងអស់ហ្នឹងដូចជា CA គឺចាប់ផ្ដើមដោយពាក្យ K បាទខ្យល់ K CAR ខាបាទគឺ A ដដែលហើយបើសម្រាប់COW ខាវបាទខ្យល់ K CUP បាទសម្លេង K គឺខាប់បាទមួយទៀតគឺអក្សរ C ដដែលប៉ុន្តែខ្យល់បាទខ្យល់អក្សរ S ឬក៏សម្លេងក្នុងភាសាអង់គ្លេសគេហៅថា soft C ដែលយើងប្រើសម្រាប់ប្រកបជាមួយនឹងអក្សរ E អក្សរ I និងអក្សរ Y ចំណុចនេះគឺខ្ញុំសូមជម្រាបបងប្អូនអ្នករៀនភាសាអង់គ្លេសដែរគឺចំណុចនេះគឺត្រង់ថាអក្សរ I និងអក្សរ Y គឺស្មើនឹងស្រៈ E ដូចគ្នាបាទសំឡេងហ្នឹងគឺបាទអញ្ចឹងមានថានៅពេលដែលអក្សរ C ប៉ះជាមួយអក្សរ E អក្សរ I និងអក្សរ Y សំឡេងខ្យល់គឺសំឡេងអក្សរ S ដូចជាពាក្យ send city cycle December បាទជាបន្តទៅទៀតនេះគឺខ្ញុំសូមលើកយកអក្សរ D អក្សរ D គឺសំឡេង D ដែលក្នុងភាសាខ្មែរយើងគឺស្មើនឹងអក្សរដឬក៏អក្សរដូ
ដូចជាពាក្យ dog dance dark dash dirty do and did បាទអញ្ចឹងមានថាក្នុងភាសាអង់គ្លេសមួយអក្សរមួយគឺស្មើនឹងខ្យល់ o ខ្មែរផងឬក៏ខ្យល់ o ផងបាទអញ្ចឹងមានថាអក្សរ d គឺស្មើនឹងអក្សរ ដឬក៏អក្សរដូបាទដោយឡែកសម្រាប់អក្សរ e បាទអក្សរ e ចំណុចនេះគឺគេហៅថាសំឡេងខ្យល់ខ្លីបាទឬក៏ short e សំឡេងនេះដែលគេហៅថាសំឡេង s s e s បាទអញ្ចឹងមានថាពាក្យដែលចាប់ផ្ដើមនៅអក្សរ e សំឡេងខ្លីមានដូចជាពាក្យគេគឺជាពាក្យ dash slat tense well bell west and lake អញ្ចឹងមានថាពាក្យទាំងអស់ហ្នឹងគឺយើងអានខ្លីៗបាទបងប្អូនសូមចំណាំផងបាទហើយសម្រាប់អក្សរ e មួយទៀតដដែលប៉ុន្តែគឺជាសំឡេងអក្សរខ្យល់វែងគេហៅថា long e បាទសំឡេងនេះគឺ e e បាទដូចជាពាក្យគេដូចជាពាក្យ me c b key we fi and he បាទអញ្ចឹងមានថាទាំងអស់ហ្នឹងគឺសំឡេងខ្យល់វែងបាទបាទអញ្ចឹងខ្ញុំសូមបញ្ចប់មេរៀនប៉ុណ្ណេះអញ្ចឹងសូមបងប្អូនជួយ like share ជួយ subscribe ផងដើម្បីទទួលវីដេអូនិងមេរៀនថ្មីៗបាទសូមអរគុណ